ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺព្រះបន្ទូលនិយាយថាមនុស្សខ្ជិលច្អស់អើយចូលទៅមើលសម្ោចចោះចូលពិចារណាផ្លូវទាំងប៉ុន្មានរបស់វាហើយមានបញ្ញាឡើងវាគ្មាននាយគ្មានអ្នកកាន់កាប់ការឬអ្នកគ្រប់គ្រងឡើយតែវាផុតកងអាហារវានៅខែប្រាំងហើយក៏ប្រមូលស្បៀងទុកនៅក្នុងរដូវជំរោតផងចាហើយចុះយើងមិនសម្ោចណាយើងជាមនុស្សអញ្ចឹងព្រះអង្គឲ្យយើងទៅរៀនពីសម្ោចវិញពេលខ្លះព្រោះពេលខ្លះបើយើងអត់ឧស្សាហ៍គឺយើងអត់បានអាហារដាក់នៅក្នុងផ្ទះសម្បែងទេហើយអត់អាចផ្គត់ផ្គង់របស់របរប្រើប្រាស់ទេខ្ញុំកន្លែងនេះអត់និយាយរឿងលោភលន់ទេណាបងប្អូននិយាយរឿងផ្គត់ផ្គង់អាហារប្រចាំថ្ងៃនិយាយរឿងមិនត្រូវខ្ជិលច្អស់ទេចាពួកអីបើសិនតែយើងខ្ជិលច្អស់អានឹងយើងចាញ់សម្ោចទៀតមើលសម្ោចឥឡូវបងប្អូនមើលពេលណាខែប្រាំងណាសម្ោចគឺប្រមងកប្រមោកាក់ដូងទុកនៅក្នុងហ៊ុនរបស់វាហើយពេលណាខែត្រជាក់មកដល់វារត់បានហើយពិបាកហោយើងដូចគ្នាដែរខែត្រជាក់វា slow អីចឹងទៅ business អីចឹងទៅហ្នឹងហើយអញ្ចឹងប៉ុន្តែពេលដែលរកបានត្រូវចេះទុកដាក់បើអត់ចេះទុកដាក់ក៏អត់នៅដែរវាទៅជាខ្ជះខ្ជាយហ្នឹងហើយប៉ុន្តែចាស់យើងនិយាយឃើញចាស់យើងគាត់និយាយថាសម្ោចវាចេះវាពេលខែរដូវជំរោតគឺវាប្រមងកដាក់ក្នុងហ៊ុននៃក៏ប៉ុន្តែអាពេលហើយវិញវាគិតតែយំឈៀងលើដើមជ្រៃមានចាំទេចាស់និយាយឈៀងលើដើមជ្រៃដល់ពេលគិតតែរំឈៀងដល់ពេលអត់ញ៉ាំមកសុំសម្ោចថាអត់ឲ្យទេពួកគេខំប្រឹងហត់នឿយដែរហ្នឹងវាអញ្ចឹងឯងណាបងប្អូនសិនជាកាលណាយើងអត់យកចិត្តទុកដាក់ទេវាខ្វះខាតវាអញ្ចឹងឯងព្រះជឿព្រះយេស៊ូវជឿព្រះយេស៊ូវមែនប៉ុន្តែព្រះយេស៊ូវអត់មានប្រាប់ឲ្យបានខ្ជិលទេឃើញទេព្រះយេស៊ូវប្រាប់ថាឲ្យចូលទៅមើលសម្ោចមើលឲ្យពិចារណាមើលឲ្យរិះគិតថាផ្លូវរបស់វារបៀបម៉េចវាឆ្លាតវាអត់មានអ្នកណាចាំប្រាប់វាថាហែងត្រូវធ្វើនេះធ្វើនោះទេគឺវាដឹងតែម្ដងឃើញទេព្រះអង្គបង្កើតវាឲ្យមានបញ្ញាតែម្ដងថ្មីត្បិតតែវាមានមាឌទូចល្អិតមែនវាគ្មានអ្នកគ្រប់គ្រងឡើយប៉ុន្តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំងហើយក៏ប្រមូលស្បៀងទុកនៅរដូវជំរោតដែរហើយចុះចំបែបចំណងបើយើងវិញនេះដែលព្រះអង្គបង្កើតយើងមកនេះជាមនុស្សដែលមានអំណាចលើអស់ទាំងសត្វដែលអាចគ្រប់គ្រងពិភពលោកទាំងមូលបាននេះហ្នឹងណាក្រុមព្រះអង្គនេះដែលព្រះអង្គផ្ដល់ឲ្យយើងមានបញ្ញាចាអញ្ចឹងគឺអត់ត្រូវឲ្យខ្ជិលច្អស់ទេចាបើសិនតែកាលណាយើងដេកបន្តិចងើបបន្តិចហើយក្រោកពីដេកបន្តិចអញ្ចឹងគឺសេចក្តីអត់ហ្នឹងគឺវាមកឡោមយើងដូចអ្នកដែលកាន់គ្រឿងអាវុធអញ្ចឹងចាវាខ្វះដូចជាទាហានដែលខ្វះអាវុធអញ្ចឹងទៅច្បាំងណាក៏អត់ឈ្នះដែរហើយអញ្ចឹងបានជាថាកុំឲ្យយើងខ្ជិលច្អស់នឹងឯង